ខ្ញុំបាទសូមលំអរកាយគ្រប់សាគមនិងជម្រាបសួរប្រិមិត្តម្ដងទៀតបាទសម្រាប់ថ្ងៃនេះខ្ញុំបាទពំនាំយកខ្លឹមសារពិសេសថ្មីពីចំណុចមកចែកជូនដែលអត្ថបទទី1នោះមានអត្ថន័យថាសុកឬក៏ទុកក៏ព្រោះតែមាត់ប្រិមិត្តដែលជាខ្លឹមសាររបស់លោកសេងមង្គលរីឯអត្ថបទទី2បាទពាក់ព័ន្ធទៅនឹងអតីតលោកតាសក់សភ្នំត្បែងដែលមានអត្ថន័យថាតើគួរជឿឬក៏មិនជឿដែលជាបណ្ដាំរបស់លោកតាប្រិមិត្តជាទីគោរពរាប់អានបាទនៅលើเพจផ្លូវការរបស់លោកសេងមង្គលសម្រាប់ថ្ងៃនេះគាត់បានចែកចាយនៅ caption ថ្មីមួយទៀតបង្កប់អត្ថន័យអប់រំពាក់ព័ន្ធទៅនឹងសម្ដីរបស់មនុស្សយើងដែលកាត់ចេញពីមាត់នឹងឯប្រិមិត្តគាត់បានសរសេរថាគួរចាំទុកមនុស្សយើងកាលណានិយាយច្រើនអត្ថន័យអខ្លឹមសាររុះគេហៅថាសម្ដីរុះរយនោះណាគឺនាំឲ្យតម្លៃខ្លួនយើងធ្លាក់ចុះបាទការលើកឡើងរបស់លោកសេងមង្គលធ្វើឲ្យបងប្អូនមហាជនជាពិសេស fan របស់គាត់បាទសរសើរនឹងឯកភាពនៅខ្លឹមសារទាំងស្រុងថាពិតជាអញ្ចឹងមែនឥឡូវខ្ញុំបាទសូមចូលរួមមតិពាក់ព័ន្ធទៅនឹងខ្លឹមសាររបស់លោកសេងមង្គលថាធៀបពិតណាស់បាទមនុស្សយើងទាំងអស់គ្នាបានសុខឬក៏ទុកក៏ព្រោះតែមាត់ទាំងហើយព្រោះថាមាត់ដែលនិយាយទៅគឺអត់គម្របបាទអត់បានគិតអត់បានព្រៀងទុកវានាំឲ្យខុសនឹងត្រូវនឹងតែម្ដងប្រិមិត្តអញ្ចឹងបានសុខក៏ព្រោះតែមាត់បានទុកមកដាក់ខ្លួនក៏ព្រោះតែមាត់បាទពាក្យចាស់បារាណបានពោលតគ្នាដើម្បីដាស់តឿនក្រើនរំលឹកដល់បងប្អូនយើងទូទៅថារនៀបបាក់យករនៀបជួសសម្ដីហួសអត់អីជួសទេមាត់មានកម្របឬក៏អត់កម្របបាទដបមានឆ្នុកដើរឲ្យមាន3ស្រដីឲ្យមាន4មនុស្សយកសម្ដីតម្រៃយកភ្លុកបង្វិលអណ្ដាតឲ្យបាន10ជុំសិនមុននឹងនិយាយអណ្ដាតជាអាចកន្លងបានសុកទុកផងក៏ព្រោះអណ្ដាតសម្ដីជាឯកលេខជាតោសត្វក្អែកឬក៏សត្វខ្វែកស្លាប់ក៏ព្រោះតែអាចកំភ្លៀងឬក៏ត្រីកំភ្លៀងស្លាប់ក៏ព្រោះតែមាត់ជាដើមការលើកឡើងរបស់ដូនតាយើងនៅឃ្លាឃ្លុងប្រយោគបាទទុកឲ្យបងប្អូនត្រេះឬពិចារណាដើម្បីបាទអ្វីទៅប្រិមិត្តដើម្បីជាប្រយោជន៍ដល់ខ្លួនយើងនឹងហើយអញ្ចឹងលោកអ្នកមុននឹងពោលពាក្យបាទពាក់ព័ន្ធទៅនឹងឃ្លាឃ្លោងឬអត្ថន័យយ៉ាងណានោះក៏សូមមេត្តាគិតត្រេះរិះពិចារណាឲ្យត្រឹមត្រូវសិនបាទមុននិយាយប្រថាមនុស្សដែលល្ងងទុកបេះដូងក្នុងអណ្ដាតរីឯមនុស្សឆ្លាតគេទុកអណ្ដាតនៅក្នុងបេះដូងអញ្ចឹងបងប្អូនគួរចាំទុកបាទនៅការលើកឡើងរបស់លោកសេងមង្គលក៏ដូចជាពាក្យស្លោកបុរាណដែលបានពោលតគ្នាដើម្បីឲ្យបងប្អូនត្រេះរិះពិចារណាគ្រាន់ជាប្រយោជន៍សម្រាប់អនាគតរបស់យើងគ្រប់គ្នាប្រិមិត្តខ្ញុំបាទសូមបន្ថែមទៀតថាយកល្អបងប្អូនគួរតែស្ថិតក្នុងចំណុចកណ្ដាលមួយដែលហៅថាអព្យាកតាធម្មាបាទយើងគួរតែកុសលធម្មាអកុសលធម្មានិងអព្យាកតាធម្មាមានន័យថាយើងកុំដាក់កំហុសទៅលើគេទាំងស្រុងហើយយើងកុំល្អតែម្នាក់ឯងយើងស្ថិតនៅចំណុចកណ្ដាលមួយទើបល្អប្រសើរបើឃើញគេខុសបាទយើងកុំប្រាវជាបតិគេបាទពលពាក្យណាដែលគួរសមដែលអប់រំបាទដែលគេទទួលយកបានស្ដាប់បានដល់ប្រិមិត្តអញ្ចឹងចំណុចល្អបំផុតគឺយើងស្ថិតនៅចំណុចកណ្ដាលការឈរចំណុចកណ្ដាលទើបជារឿងត្រឹមត្រូវអញ្ចឹងបងប្អូនគួរចាំទុកបាទមនុស្សយើងបានសុកក៏ដោយបានទុកក៏ដោយក៏ព្រោះកណ្ដាលឬក៏មាត់នឹងហើយណាប្រិមិត្តគួរតែពោលពាក្យបាទគិតទុកសិនថាពាក្យហ្នឹងវាសមអត់បាទប៉ះពាល់ដល់អ្នកណាខ្លះអញ្ចឹងតាមកលៈសៈតាមពេលណាប្រិមិត្តមុននឹងហាស្ដីគួរតែបង្វិលអណ្ដាតឲ្យបាន10ជុំសិនប្រិមិត្តយើងឆ្លេះខ្លឹមសាររបស់លោកសេងមង្គលត្រឹមហ្នឹងបងប្អូនយល់ហើយបាទយើងបានអារម្មណ៍មកតាមដានខ្លឹមសារដែលជាបណ្ដាំរបស់អតីតលោកតាសក់សភ្នំត្បែងដែលគាត់លើកឡើងដើម្បីចែកជូនបងប្អូនត្រេះរិះពិចារណាខ្ញុំបាទដាក់ចំណងជើងថាតើគួរជឿឬមិនជឿប្រិមិត្តគាត់សរសេរថាចូលចម្រើនកូនសិស្សអាស្រមទាំងអស់គ្នាថ្ងៃស្អែកនេះជាថ្ងៃទី16ខែ11ឆ្នាំ2025ដូច្នេះត្រូវនាំគ្នាប្រុងប្រយ័ត្ននៅយប់រំលងអាទិត្យថ្ងៃទី15ឆ្លងចូលថ្ងៃទី16ឲ្យមែនតែនបាទត្រូវនាំគ្នាភាវនាធរឲ្យជាប់គ្នាព្រោះថាមានភ្លៀងបាទមួយមេធំឬក៏ភ្លៀងធំបាទសាច់ចេញពីទិសពីយប់ច្រើនសម្បើមណាស់ពិសេសគឺមានផ្គររន្ទះធំកំណាចច្រើនទៀតផងបាទថ្ងៃទី16នេះលោកអ្នកអធិស្ឋានបាទថ្ងៃទី16នេះលោកអ៊ូទប់សភាពការនឹងជាប់បាទបើថ្ងៃទី16នេះលោកអ៊ូទប់សភាពការនឹងជាប់គឺត្រូវប្រុងប្រយ័ត្នបន្តទៀតនៅថ្ងៃទី23ខែ11ឆ្នាំ2025ទាំងអស់គ្នាម្ដងទៀតហើយនាំគ្នាបាទជួយចម្រើនភាវនានៅព្រះគាថាដែលគាត់សរសេរថាឧអវិជ្ជសន្តនុសានុសតិបាទសនុសតិបាទពាក្យបាលីខ្ញុំបាទសូមអធិស្ឋានខ្ញុំបាទអត់សូវចេះអានទេគាត់បន្ថែមទៀតថាដោយភាពស្ងៀមស្ងាត់បាទសម្រួមបាទក្នុងរយៈពេល3ថ្ងៃទាំងអស់គ្នាហើយកុំភ្លេចបណ្ដាំមួយនេះលោកអ៊ូបាទមិនត្រូវនាំគាត់ផ្ដាំទៀតថាមិនត្រូវបាទនាំគ្នាអំនួតអួតអាងនោះទេ ព
ពាក្យចាស់លោកពលខាងងើយស្កអោនដាក់ក្របកុំភ្លេចនាំគ្នាភាពវិនិច្ឆ័យទាំងអស់គ្នាបាទសូមបាទអរហន្តបាទសូមព្រះអរហន្តទាំង8ឥសីទាំង4ព្រះមហាចតុទេវាទាំងធំទាំង4ដែលរក្សាលោកបាទយាងមកបីបាច់រក្សាបាទកូនចៅគ្រប់គ្នាឲ្យមានសេចក្តីសុខបាទនេះជាបណ្ដាំបាទរបស់អតីតលោកតាសសភ្នំតាបែងដែលគាត់លើកឡើងពាក់ព័ន្ធទាំងឲ្យបងប្អូនយើងប្រុងប្រយ័ត្នថ្ងៃ16បាទខែ11 2025ហ្នឹងហើយគាត់ថាគាត់អាចទប់បានសភាពការថ្ងៃ16ហ្នឹងបាទគឺគាត់បញ្ជាក់ថាមានភ្លៀងធំសាកចេញពីទិសពីយប់ហើយបងប្អូនគួរតែបាទឧទ្ទិសតែងធរបាទភិវនីធរដែលគាត់លើកឡើងថាឧអវិជ្ជសុនតនុសារៈសានុសតិបាទការលើកឡើងហ្នឹងបងប្អូនត្រូវពិចារណាទាំងអស់គ្នាប៉ុន្តែខ្ញុំបាទចាប់អារម្មណ៍ឃ្លាមួយដែលគាត់បញ្ជាក់ថាថ្ងៃទី16លោកឪអាចទប់សភាពការនឹងជាប់អញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នលើកទី2គឺថ្ងៃ23វិញម្ដងខែ11 2025ហ្នឹងប្រិមិត្តខ្លឹមសាររបស់គាត់ឃ្លាឃ្លោងប្រយោគខ្លះមានអត្ថន័យអប់រំបាទពាក់ព័ន្ធទៅនឹងការលើកឡើងរបស់គាត់ឲ្យបងប្អូនយើងសមាធិបាទទន្ទិញធរអាហ្នឹងគឺថាជារឿងល្អប្រសើរណាប្រិមិត្តប៉ុន្តែមានរឿងខ្លះដែលយើងគួរត្រូវពិចារណាមុននឹងយើងជឿដោយគាត់លើកឡើងថ្ងៃទី16ខែ11មានភ្លៀងមួយមេធំចេញពីទិសពីយប់ហ្នឹងវាអាចមានឬក៏អត់ហើយមានដោយសារមូលហេតុអ្វីប្រិមិត្តធម្មតាច្បាប់ធម្មជាតិដល់ខែវស្សាត្រូវតែភ្លៀងដល់ខែក្តៅត្រូវតែរាំងណាប្រិមិត្តគ្រោះរញ្ជួយដីបាទបំណាក់ស្រុតបន្ទុះភ្នំភ្លើងទឹកជំនន់ខ្យល់ព្យុះបាទមានភ្លៀងធ្លាក់សិតតែរឿងធម្មជាតិគ្មានបុគ្គលណាម្នាក់អាចទៅហាមទៅខាត់ទៅទប់ឬក៏បញ្ជាបានទេណាប្រិមិត្តប៉ុន្តែសម្រាប់ខ្លឹមសាររបស់លោកឪសកសភ្នំត្បែងគាត់ថាគាត់អាចទប់ជាប់សភាពការហ្នឹងតែឲ្យបងប្អូនយើងប្រុងប្រយ័ត្នថ្ងៃទៀតគឺថ្ងៃទី23វិញអញ្ចឹងគាត់ទប់តាមរបៀបណាបើសិនជាមានភ្លៀងធ្លាក់មួយមេធំបក់ចេញមកពីទិសពីយប់យ៉ាងខ្លាំងនោះប្រិមិត្តគាត់ទប់តាមសភាពការណាចឹងបងប្អូនគួរត្រូវពិចារណាទាំងអស់គ្នាណាប្រិមិត្តខ្ញុំបាទគ្រាន់តែចូលរួមមតិទេបាទឲ្យយើងត្រូវពិចារណាទាំងអស់គ្នារឿងធម្មជាតិគ្មានអ្នកណាម្នាក់ទៅបង្កើតទេហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្កាត់បានដែរដូចខ្ញុំបាទលើកឡើងពីខាងដើមអញ្ចឹងណាប្រិមិត្តអញ្ចឹងអ្វីដែលជាការរៀបរាប់របស់អតីតលោកតាសកភ្នំតាបែងមានឃ្លាឃ្លោងខ្លះបាទយើងអាចយកជាគំរូធ្វើតាមដូចជាការភាពនីធរបាទអីគាត់ឧទ្ទិសបួងសួងឲ្យយើងបានសុខនេះជារឿងត្រឹមត្រូវប៉ុន្តែរឿងដែលគាត់សរសេរមកឃ្លាថាគាត់ទប់បាទសភាពការថ្ងៃ16បានហ្នឹងគឺថាខ្ញុំបាទស្ថិតនៅក្នុងការត្រិះរិះពិចារណាសិនសម្រាប់បងប្អូនវិញបងប្អូនយល់យ៉ាងណាដែរព្រោះថារឿងធម្មជាតិគ្មានអ្នកបង្កើតគ្មានអ្នកបាទហាមឃាត់ឬក៏ទប់ស្កាត់បាននោះទេណាប្រិមិត្តជាទីមេត្រីអ្វីដែលជាខ្លឹមសាររបស់អតីតលោកតាសកភ្នំតាបែងនៅពេលនេះខ្ញុំបាទចូលរួមមតិតែប៉ុណ្្នឹងទេទុកឲ្យបងប្អូនយើងត្រិះរិះពិចារណាទាំងអស់នេះថាតើគួរជឿឬមិនជឿពាក់ព័ន្ធទៅនឹងភ្លៀងព្យុះដែលជាការព្យាកររបស់គាត់ថាកើតឡើងនៅថ្ងៃនេះខែនេះឲ្យបងប្អូនត្រៀមចិត្តត្រៀមកាយទុកនឹងអីហ្នឹងគាត់អាចទប់ស្កាត់បានអីហ្នឹងគឺថាជាគោលគំនិតឬក៏ជាស្មារតីក៏ដូចជាចំណេះដឹងរបស់គាត់ដែលចែករំលែកឲ្យបងប្អូនជាបងប្អូនយកមកត្រិះរិះទាំងអស់គ្នាថាយើងជឿកម្រិតណាមិនជឿកម្រិតណាបាទមុននឹងបងប្អូនជឿគួរតែគិតសិនណាប្រិមិត្តពាក់ព័ន្ធទៅនឹងខ្លឹមសារអ្វីក៏ដោយប្រិមិត្តជាទីមេត្រីយើងខ្ញុំបាទសូមបញ្ចប់នៅអត្ថន័យរួមទាំងពីរត្រឹមហ្នឹងហើយបាទស្អែកចាំវិលមកជួបបងប្អូនសាជាថ្មីកុំភ្លេចចុច Subscribe រូបបណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីពីរូបខ្ញុំបាទខ្មោចកងបើសិនកើតមានដោយចេតនាកន្លែងណាក៏សូមអធិស្ឋានបងប្អូនអាចចូលរួមមតិបានខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយគ្រប់ជូនពរពុកម៉ែបងប្អូនជួបប្រទេសសុខចម្រើនគ្រប់គ្នាជាពិសេសគឺវរៈកងទ័ពដែលនៅជួរមុខក៏សូមបានជ័យជំនះលើខ្មាំងសត្រូវទាំងអស់គ្នាហើយនិយាយជារួមដោយឡែកបាទលោកសេងមង្គលលោកតាសកភ្នំតាបែងទាំងគ្រួសារក៏សូមសំប្រកបសុខនិងចម្រើនតរៀងទៅវេលាចុងក្រោយខ្ញុំបាទសូមអរគុណគ្រប់លាអរគុណជួបគ្នាថ្ងៃស្អែក